សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅកសិដ្ឋានគិរីសួរដែលមានទីតាំងស្ថិតនៅខេត្តតាកែវជាមួយនឹងសាលារៀនរបស់ខ្ញុំហើយបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជិត1ម៉ោងពួកយើងក៏បានមកដល់ទីតាំងពេលពួកខ្ញុំមកដល់ភ្លាមក៏មានបងខាងក្រុមការងារគិរីសួរគាត់មកស្វាគមន៍ផងដែរហើយនៅត្រង់នេះវិញគឺបងក្រុមការងារគាត់បានជួយណែនាំពន្យល់រៀបរាប់តាក់ទងទៅនឹងដំណើរការផលិតទឹកដោះគោនីមួយៗត្រូវការឆ្លងកាត់ម៉ាស៊ីនអីគេខ្លះជាដំបូងទឹកដោះគោដែលទទួលបានពីសត្វគោដែលថ្មីស្រស់ៗហ្នឹងគឺត្រូវបានបញ្ជូនយកទៅស្ទ័ររក្សាទុកនៅក្នុងថែងមួយហើយថែងមួយហ្នឹងគឺត្រូវតែមានសីតុណ្ហភាពត្រជាក់ជានិច្ចហើយបន្ទាប់មកក៏គេធ្វើការបញ្ជូនទឹកដោះគោហ្នឹងចូលទៅក្នុងម៉ាស៊ីនទី2ដែលជាម៉ាស៊ីន separation and standardization ដែលជាប្រភេទម៉ាស៊ីនសម្រាប់ញែកល្បាយខ្លាញ់និងទឹកដោះគោឲ្យដាច់ដោយឡែកពីគ្នាចំណែកឯម៉ាស៊ីនទី3វិញដែលជាម៉ាស៊ីន homogenization ដែលជាម៉ាស៊ីនមួយសម្រាប់ម៉េចគោជាតិខ្លាញ់ជាមួយនឹងទឹកដោះគោចូលគ្នាឲ្យវាសព្វល្អហើយគួរបញ្ជាក់ផងដែរថាខ្លាញ់ដែលគេយកមកម៉េចចូលជាមួយដោះគោនៅក្នុងម៉ាស៊ីនទី3ហ្នឹងគឺគេយកតាមមួយភាគតូចពីក្នុងជាតិខ្លាញ់ដែលគេញែកពីម៉ាស៊ីនទី2នោះទេមិនមែនយកទាំងអស់នោះទេហើយបើសិនជាការម៉េចហ្នឹងគឺម៉េចអត់សព្វល្អទេគឺទឹកដោះគោនឹងចេញមកគឺគ្រីមវានៅខាងក្រោមហើយទឹកដោះគោនៅខាងលើឬក៏ទឹកដោះគោនៅខាងក្រោមហើយគ្រីមនៅខាងលើគឺវាអត់ម៉េចចូលគ្នាល្អនោះទេហើយចំណែកឯម៉ាស៊ីនទី4វិញដែលជាម៉ាស៊ីន pasteurization ដែលជាម៉ាស៊ីនមួយសម្រាប់សម្លាប់បាក់តេរីហើយវាសម្លាប់តែបាក់តេរីណាដែលអាក្រក់ប៉ុណ្ណោះបាក់តេរីល្អគឺវារក្សាទុកនៅក្នុងទឹកដោះគោដដែលហើយការសម្លាប់បាក់តេរីនេះគឺដោយវាកើតឡើងដោយការឡើងកម្ដៅនៅក្នុងម៉ាស៊ីនហ្នឹងឲ្យទឹកដោះគោឡើងកម្ដៅមួយសន្ទុះហើយបន្ទាប់មកក៏វាអន់ទៅជាត្រជាក់វិញដោយសារតែទឹកដោះគោហ្នឹងគឺត្រូវការភាពត្រជាក់រហូតនៅពេលដែលវាអត់ត្រជាក់គឺវាអាចនឹងខូចគុណភាពដូច្នេះហើយនៅក្នុងម៉ាស៊ីនទាំងអស់ដែលប្រើប្រាស់នៅក្នុងដំណើរការផលិតទឹកដោះគោនេះគឺត្រូវការមានភាពត្រជាក់ជាចាំបាច់ហើយចំពោះម៉ាស៊ីនបន្ទាប់វិញគឺជាម៉ាស៊ីនសម្រាប់រក្សាទុកនៅទឹកដោះគោដែលបានសម្លាប់មេរោគរួចរាល់ហើយចំពោះម៉ាស៊ីនចុងក្រោយវិញគឺជាម៉ាស៊ីនមួយសម្រាប់បញ្ចូលទឹកដោះគោចូលទៅក្នុងដបហើយនៅពេលដែលទឹកដោះគោត្រូវបានផលិតហើយរួចរាល់ភ្លាមក៏ពួកគាត់មិនយកទឹកដោះគោទាំងនោះយកទៅដាក់លក់នៅលើទីផ្សារភ្លាមដែរគឺគាត់ត្រូវការរយៈពេល48ម៉ោងដើម្បីត្រួតពិនិត្យ check ទៅលើ quality គុណភាពទឹកដោះគោឲ្យបានប្រកាសសិនថាទឹកដោះគោហ្នឹងគឺវាត្រូវបានផលិតមកតាមស្តង់ដារត្រឹមត្រូវពិតមែនដោយសារតែនៅពេលខ្លះម៉ាស៊ីនមួយចំនួននៅក្នុងចំណោមម៉ាស៊ីនទាំង6ហ្នឹងវាអាចនឹងមានការខូចខាតត្រង់កន្លែងណាមួយហើយទឹកដោះគោវាអាចនឹងមានធំក្លិនឬក៏ជូរហើយគេពិនិត្យឃើញទៅលើទឹកដោះគោណាមួយគឺទឹកដោះគោដែលផលិតនៅក្នុងថ្ងៃតែមួយហ្នឹងគឺនឹងត្រូវយកទៅធ្វើជាជីកំប៉ុស្តទាំងអស់ដោយសារតែទឹកដោះគោហ្នឹងគឺมันអាចយកទៅដាក់លក់នៅលើទីផ្សារបាននោះទេសម្រាប់ទឹកដោះគោគិរីសួរគឺពួកគាត់ធ្វើការផលិតទឹកដោះគោថ្មីជារៀងរាល់ថ្ងៃតែម្ដងគឺមួយថ្ងៃគាត់ផលិតម្ដងហើយក្នុងមួយថ្ងៃគឺទឹកដោះគោដែលទទួលបានពីសត្វគោមានចំណុះអាចរវាងពី10000ទៅដល់13000លីត្រឯណោះចំនួនទាំងអស់ហ្នឹងគឺអាចផលិតបានទឹកដោះគោប្រហែលជា700ដបនៅក្នុងមួយថ្ងៃហើយសម្រាប់សុពលភាពទឹកដោះគោនៅពេលដែលផលិតរួចរាល់ហើយគឺអាចទុកបានពីចន្លោះ18ទៅ20ថ្ងៃហើយពួកយើងក៏បានធ្វើដំណើរចេញពីកន្លែងមើលម៉ាស៊ីនផលិតទឹកដោះគោឆ្ពោះទៅកាន់កន្លែងចិញ្ចឹមសត្វគោវិញម្ដងមុននឹងយើងចូលទៅមើលសត្វគោយើងត្រូវការមកជ្រលក់ស្បែកជើងដើម្បីសម្អាតស្បែកជើងយើងជាមុនសិនកុំឲ្យឆ្លងមេរោគទៅដល់សត្វគោដែលនៅក្នុងកសិដ្ឋានរបស់គាត់ហើយសត្វគោដែលយកទឹកដោះគោមកផលិតនេះគឺមិនមែនគោខ្មែរយើងទេគឺជាប្រភេទគោពីអូស្ត្រាលីដែលគោទាំងអស់ហ្នឹងគឺអត់អាចរស់នៅកន្លែងដែលមានសីតុណ្ហភាពក្តៅបានទេគឺត្រូវការសីតុណ្ហភាពត្រជាក់ទើបវាអាចរស់នៅបានដូច្នេះហើយក៏ត្រូវការដាក់កង្ហារដើម្បីឲ្យគោអាច
មានសុខភាពល្អហើយគោនៅនេះវិញគឺពួកគាត់មានចំណីជាច្រើនប្រភេទខ្លាំងមែនតើមានដូចជាពោតស្មៅវីតាមីននិងដូចជាកាប៊ីយ៉ាជាដើមហើយគោនៅនេះរៀងប្លែកបន្តិចដោយសារតែកាលណាគោនឹងអត់សប្បាយចិត្តទេទឹកដោះគោដែលទទួលពីគោចេញមកគឺគុណភាពវាក៏អត់សូវជាល្អខ្លាំងប៉ុន្មានដែរដូច្នេះហើយដើម្បីតាមដានថាគោនឹងវាសប្បាយចិត្តឬក៏វាស្ត្រេសយ៉ាងម៉េចគឺគេមានដាក់បន្ទះឈីបនៅលើជើងគោដោយដែលយើងបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយបន្ទះឈីបហ្នឹងគឺវាមានសារៈសំខាន់ត្រង់ថាវាជួយផ្ដល់ព័ត៌មាននិងទិន្នន័យតាក់ទងជាមួយនឹងគោហ្នឹងថាគោហ្នឹងមានបញ្ហាមិនអីមិនឈឺអីចឹងគឺព័ត៌មានទាំងអស់ហ្នឹងគឺបញ្ជូនទៅខាងគាត់តែហើយដោយកន្លែងនេះចឹងគឺពេលដែលគោហ្នឹងឈឺអីចឹងគឺគាត់មាន sensor ដើម្បីគោហ្នឹងគឺវាចេះដើរទៅបន្ទប់មើលជំងឺខ្លួនឯងតែម្ដងហើយនេះគឺជាកន្លែងដែលគោងូតទឹកហើយគោនៅនេះវិញគឺងូតទឹកមួយថ្ងៃដល់ទៅ6ដងឯណោះគឺមុននឹងយកទឹកដោះគោ3ដងហើយក្រោយពីយកទឹកដោះគោ3ដងហើយគោនៅនេះគឺងូតទឹកដោយប្រើទឹកសុទ្ធប៉ុន្តែពួកគាត់អត់ទិញទឹកសុទ្ធពីក្រុមហ៊ុនខាងក្រៅយកមកឲ្យគោងូតនោះទេគឺគាត់បន្សុទ្ធទឹកហើយយកទឹកនោះទៅឲ្យគោងូតគោងូតទឹកដល់ទៅ45នាទីទើបងូតហើយនៅកំឡុងពេលដែលគោងូតទឹកហ្នឹងក៏មានកង្ហារវិលផងដែរហើយអូនឃើញថានៅខាងគៀនកញ្ចក់នេះអូនឃើញមានមួយជួរនេះគឺជាកន្លែងម៉ាស៊ីនបូមយកទឹកដាក់អញ្ចឹងមួយថ្ងៃយើងបូមតែ3ដងឯងអញ្ចឹងតម៉ោង12បើអូនចង់ឃើញតម៉ោង12ថ្ងៃបើយើងបូមម្សាទៀតហើយនឹងម៉ោង7យប់ម្សាទៀតហើយបន្ទាប់មកពួកយើងក៏បានឡើងលើឡានក្រុងធ្វើដំណើរទៅកាន់កន្លែងមួយទៀតដែលជាកន្លែងដាំស្មៅដែលនៅទីនេះមានទំហំផ្ទៃដីរហូតដល់ទៅ300ហិកតាឯណោះបន្ទាប់ពីបានទស្សនាវីដេអូនេះហើយបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយគាំទ្រផលិតផលខ្មែរយើងឲ្យបានទាំងអស់គ្នាផងណាអូយលឿនអត់ថតចឹងស្អីលើកដៃឡើងលើទាំងពីរ